អាគារទាំង10នៅក្នុងពិភពលោកគឺត្រឹមឆ្នាំ2025ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតសំណង់អាគារខ្ពស់ៗនៅក្នុងប្រទេសមួយក៏បង្ហាញអំពីការអភិវឌ្ឍរបស់ប្រទេសនោះផងដែរនៅក្នុងពេលបច្ចុប្បន្ននេះមានអាគារជាច្រើនត្រូវបានគេសាងសង់ដែលមានកម្ពស់ខ្ពស់នៅក្នុងវីដេអូនេះនឹងលើកឡើងនៅអាគារចំនួន10ដែលត្រូវបានគេធ្វើចំណាត់ថ្នាក់នៅក្នុងឆ្នាំ2025ថាជាអាគារដែលមានកម្ពស់ខ្ពស់ជាងគេបំផុតតោះសូមអញ្ជើញទស្សនាជាបន្តតើអាគារខ្ពស់បំផុតទាំង10លើពិភពលោកនោះមានឈ្មោះអ្វីខ្លះស្ថិតនៅទីណាខ្លះហើយមានកម្ពស់ប៉ុណ្ណាខ្លះលំដាប់ទី10អាគារ City Tower នៅក្នុងទីក្រុងប៉េកាំងរបស់ប្រទេសចិនអាគារនេះមានកម្ពស់528ម៉ែត្រនិងមាន109ជាន់ត្រូវបានគេសាងសង់ឡើងសម្រាប់ការប្រើប្រាស់ច្រើនប្រភេទវាត្រូវបានគេសាងសង់ចាប់រៀងនិងសម្ពោធឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2018ត្បិតតែមានឈ្មោះជាផ្លូវការ City Tower ក៏ប៉ុន្តែភាគច្រើនគេស្គាល់អាគារនេះថាឈ្មោះ China Chun វាមានកម្ពស់ខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងប៉េកាំងហើយបើធៀបជាមួយអាគារដ៏ខ្ពស់មួយទៀតនៅក្នុងទីក្រុងមួយនេះឈ្មោះថា China World Trade Center Tower 3គឺខ្ពស់ជាងដល់ទៅ190ម៉ែត្ររយៈពេលនៃការសាងសង់អាគារដ៏ខ្ពស់នេះគឺ6ឆ្នាំដែលវាត្រូវបានសាងសង់នៅក្នុងឆ្នាំ2012ហើយបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2018លំដាប់ទី9អាគារ Tianjin CTF Finance Center នៅក្នុងទីក្រុង Tianjin របស់ប្រទេសចិនអាគារនេះមានកម្ពស់530ម៉ែត្រនិងមានចំនួន92ជាន់អាគារនេះត្រូវបានគេផ្ដើមសាងសង់ដំបូងនៅក្នុងឆ្នាំ2013និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2019នៅក្នុងអាគារនេះមានចន្លាយន្តនិងចន្លាយោងចំនួន81ហើយផ្ទៃបាតរបស់អាគារនេះមានចំនួន 252,144 ម៉ែត្រការ៉េនៅក្នុងអាគារនេះផងដែរមានអាផាតមិនចំនួន266អាផាតមិននិងមានបន្ទប់សណ្ឋាគារចំនួន365បន្ទប់លំដាប់ទី8អាគារកងជៅ CTF Finance Centers នៅក្នុងទីក្រុងកងជៅរបស់ប្រទេសចិនអាគារដ៏ខ្ពស់មួយនេះមានកម្ពស់530ម៉ែត្រនិងមានចំនួនជាន់111ជាន់វាត្រូវបានគេចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ2010និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2016វាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Chow Thai Fox Enterprises អាគារដ៏ខ្ពស់នេះមានទីធ្លាសម្រាប់ចតយានយន្តបានចំនួន1705គ្រឿងវាត្រូវបានគេសាងសង់នៅលើផ្ទៃដីដែលមានបាត 57681 ម៉ែត្រការ៉េបាននិយាយអំពីបន្ទប់វិញនៅក្នុងអាគារមួយនេះមានបន្ទប់អាផាតមិនចំនួន355អាផាតមិនរីឯបន្ទប់សណ្ឋាគារមានចំនួន251បន្ទប់ហើយនៅក្នុងនោះផងដែរមានចន្លាយន្តនិងចន្លាយោងចំនួន95លំដាប់ទី7អាគារ One World Trade Center នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅមុនឆ្នាំ2009អាគារ One World Trade Center នេះមានឈ្មោះថា Freedom Tower វាត្រូវបានគេចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ2006ហើយបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2014មកទល់នៅឆ្នាំ2013វាចាត់ឈ្មោះថាជាអាគារដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងទ្វីបអាមេរិកខាងជើងអាគារនេះមានកម្ពស់541ម៉ែត្រនិងមានចំនួនជាន់ប្រមាណជា94បូកជាមួយនឹងជាន់ក្រោមដីចំនួន5ជាន់ផ្សេងទៀតវាត្រូវបានគេសាងសង់ដោយមានផ្ទៃបាត 325,279 ម៉ែត្រការ៉េចំណែកឯចន្លាយន្តនិងចន្លាយោងក្នុងអាគារនេះមានចំនួន73 One World Trade Center ត្រូវបានគេចំណាយលុយនៅក្នុងការសាងសង់ $3.9 ពាន់លានអាមេរិកលំដាប់ទី6អាគារ Lotte World Tower នៅក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងអាគារនេះមានកម្ពស់555ម៉ែត្រនិងមានចំនួនជាន់123ជាន់បូកជាមួយនឹងជាន់ក្រោមដីចំនួន6ជាន់ទៀតវាត្រូវបានគេសាងសង់នៅលើផ្ទៃរាបដែលមានផ្ទៃ 340,081 ម៉ែត្រការ៉េវាមានចន្លាយន្តនិងចន្លាយោងចំនួន61វាត្រូវបានគេសាងសង់ដំបូងនៅក្នុងឆ្នាំ2010និងសាងសង់ចប់ជាស្ថាពរបើកឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2016គ្រាន់តែផែនការនិងការរៀបចំផ្សេងៗសម្រាប់អាគារមួយនេះមុនពេលដែលវាត្រូវចាប់ផ្ដើមគេសាងសង់ជាផ្លូវការនោះវាត្រូវចំណាយពេលដល់ទៅ13ឆ្នាំលំដាប់ទី5អាគារ Ping An Finance Center នៅក្នុងទីក្រុងសិនចិនរបស់ប្រទេសចិន
អគារនេះមានកម្ពស់599ម៉ែត្រនិងមានចំនួនជាន់115ជាន់វាត្រូវបានគេចាប់ផ្ដើមសាងសង់ដំបូងនៅក្នុងឆ្នាំ2010ហើយគេចំណាយពេល7ឆ្នាំដើម្បីបញ្ចប់ការសាងសង់គឺនៅក្នុងឆ្នាំ2017អគារដ៏ខ្ពស់សន្លឹមនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធានារ៉ាប់រងជីវិតនៃប្រទេសចិនដែលមានឈ្មោះថាក្រុមហ៊ុនភៀងអានក្រុមហ៊ុនភៀងអានបានចំណាយលុយនៅក្នុងការសាងសង់អគារនេះចំនួន$1.5 ពាន់លានអាមេរិកអគារនេះមានចន្លាយយន្តនិងចន្លាយយងចំនួន80ហើយវាមានផ្ទៃបាត459,187 ម៉ែត្រការ៉េលំដាប់ទី4អគារ Abraj Albert Clock Tower នៅក្នុងទីក្រុងមេការបស់ប្រទេសអារ៉ាប៊ីសាអូឌីតអគារនេះត្រូវបានសាងសង់ឡើងសម្រាប់ការរស់នៅធម្មតាហើយនិងសន្តាគារវាមានកម្ពស់ប្រមាណជា601ម៉ែត្រវាត្រូវបានគេចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ2002ហើយបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2012ប្រាក់ដែលត្រូវបានគេចំណាយនៅក្នុងការសាងសង់អគារនេះមានចំនួនដល់ទៅ$15 ពាន់លានអាមេរិកនៅក្នុងអគារនេះមានចន្លាយយន្តនិងចន្លាយយងចំនួន96មានផ្ទៃបាត316,638 ម៉ែត្រការ៉េនិងមានចំនួនជាន់120ជាន់លំដាប់ទី3អគារ Shanghai Tower មានទីតាំងនៅក្នុងទីក្រុង Shanghai របស់ប្រទេសចិនអគារនេះមានកម្ពស់632ម៉ែត្រដែលធ្វើឲ្យវាជាប់ឈ្មោះថាជាអគារដែលមានកម្ពស់ខ្ពស់ជាងគេបំផុតរបស់ប្រទេសចិនបន្ថែមលើនេះលក្ខណៈពិសេសមួយទៀតរបស់វាគឺជាអគារដែលមានចន្លាយយន្តមានល្បឿនលឿនជាងគេបំផុតនៅក្នុងចំណោមអគារខ្ពស់ៗនៅក្នុងពិភពលោកអគារនេះមានចំនួនជាន់128ជាន់ត្រូវបានគេសាងសង់ដំបូងនៅក្នុងឆ្នាំ2008ហើយបញ្ចប់ការសាងសង់និងបើកឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2015ចំពោះលុយដែលត្រូវបានគេចំណាយក្នុងការសាងសង់អគារនេះគិតជាប្រាក់យន់របស់ចិនវិញវាស្មើនឹង$15.9 ពាន់លានយន់អគារដ៏ខ្ពស់បំផុតរបស់ចិនមួយនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shanghai Tower Construction and Development ក្នុងអគារនេះមានចន្លាយយន្តនិងចន្លាយយងចំនួន97ហើយមានផ្ទៃបាត380,000 ម៉ែត្រការ៉េលំដាប់ទី2អគារ Merdeka 118មានទីតាំងនៅក្នុងទីក្រុងកូឡាឡាំពូរបស់ប្រទេសម៉ាឡេស៊ីអគារនេះមានកម្ពស់678.9 ម៉ែត្រជាប់ឈ្មោះជាអគារដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងអគារនេះមានអอฟហ្វិសធ្វើការសួនកម្សាន្តសន្តាគារខុនដូហើយនិងផ្សារទំនើបឡាក់អគារនេះត្រូវបានគេចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ2014ហើយបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំ2023ចំនួនទឹកប្រាក់ដែលត្រូវបានគេសាងសង់អគារនេះបើគិតជាប្រាក់រៀងគិតរបស់ម៉ាឡេនោះគឺស្មើនឹង$5,000 លានរៀងគិតនៅក្នុងអគារនេះមានចន្លាយយន្តចន្លាយយង87ត្រូវបានគេសាងសង់ដោយមានផ្ទៃបាត292,000 ម៉ែត្រការ៉េហើយមានជាន់ចំនួន118ជាន់លំដាប់ទី1អគារខ្ពស់បំផុតនៅក្នុងពិភពលោកគិតត្រឹមឆ្នាំ2025គឺអគារ The Burj Khalifa ដែលមានទីតាំងនៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួមអគារនេះមានកម្ពស់ដល់ទៅ828ម៉ែត្រជាប់ឈ្មោះថាជាអគារដែលមានកម្ពស់ខ្ពស់បំផុតនៅលើភពផែនដីយើងនាពេលបច្ចុប្បន្នវាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ema Properties មានចំនួន163ជាន់វាត្រូវបានគេសាងសង់បញ្ចប់រៀបរាល់នៅក្នុងឆ្នាំ2010ដោយចំណាយទឹកប្រាក់ចំនួន$1.5 ពាន់លានអាមេរិកអគារដ៏ខ្ពស់បំផុតនេះមានចំនួនចន្លាយយងនិងចន្លាយយន្ត57ត្រូវបានគេសាងសង់ដោយមានផ្ទៃ394,473 ម៉ែត្រការ៉េហើយមានចំនួនជាន់154ជាន់